អូខេសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺយើងមកដឹងអំពីរបៀប register ជាមួយនឹង broker Lyonic នៅក្នុងទូរស័ព្ទដៃទាំងអស់គ្នាហ្នឹងហើយដោយសារតែមួយរយៈនេះគឺមានបងប្អូនយើងគាត់ request ណាសូមឲ្យជួយចេញវីដេអូពាក់ព័ន្ធជាមួយនឹងការធ្វើក៏ដូចជាការ register តាមទូរស័ព្ទហ្នឹងហើយដោយសារតែនៅលើ computer ពួកគាត់ពិបាកនៅក្នុងការ register អូខេអញ្ចឹងថ្ងៃនេះគឺយើងមកដឹងអំពីរបៀប register ទាំងអស់គ្នាអញ្ចឹងជាដំបូងគឺបងប្អូនត្រូវការមាន partner link មួយដើម្បីបងប្អូនអាចមានការចុច register ដើម្បីចូលមកផ្ទាំង interface បែបនេះអញ្ចឹងនៅក្នុងនេះគឺបងប្អូនតម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណខាងក្រោយក៏ដូចជា bank statement ហើយក៏ដូចជា Gmail និងលេខទូរស័ព្ទហ្នឹងហើយអូខេអញ្ចឹងពេលដែលបងប្អូនរៀបចំឯកសារទាំងអស់នឹងរួចរាល់គឺបងប្អូនអាចចូលមកដល់ទីតាំងខាងនេះដើម្បី register បាននៅក្នុងនេះយើងមានផ្ទាំងបែបនេះមាន country មាន email មានលេខទូរស័ព្ទអីចឹងទៅមាន password អីជាដើមណាវាងាយស្រួលអញ្ចឹងជាដំបូងគឺយើងត្រូវការចុចចូលកន្លែងនេះដើម្បីយើងរើសប្រទេសយើងយក Cambodia មកនេះ Cambodia ហើយបន្ទាប់មក Gmail គឺយើងដាក់បំពេញនៅក្នុងនេះបាទពេលដែលយើងបំពេញ Gmail រួចរាល់ហើយគឺយើងអូសចុះក្រោមកន្លែងនេះគឺយើង request OTP ណាអញ្ចឹងបងប្អូនត្រូវការយកកូដពី Gmail ដែលបងប្អូនបានផ្ញើទៅអញ្ចឹងណាបងប្អូនរងចាំមកទោះវានឹងផ្ញើទៅតោះមកបងប្អូនវាយលេខកូដនឹងចូលទៅហ្នឹងហើយពេលដែលបងប្អូនវាយរួចរាល់បងប្អូនយកកន្លែងនេះគឺយើងយកលេខទូរស័ព្ទនៅកម្ពុជាហ្នឹងហើយអញ្ចឹងបងប្អូនវាយលេខទូរស័ព្ទមកហ្នឹងហើយពេលដែលបងប្អូនលេខទូរស័ព្ទរួចរាល់បងប្អូនត្រូវការវាយ password ហ្នឹងហើយ password ដែលបងប្អូនដាក់ឲ្យចាំណា password ដើម្បីយើង log in នៅក្នុងការចូលដាក់ដកលុយជាដើមហើយបន្ទាប់មកយើង create account បាទអញ្ចឹងពេលខ្លះយើងវាយ password តម្រូវឲ្យមានអក្សរតូចអក្សរធំហើយជាមួយនឹងសញ្ញាណាឲ្យត្រូវបើមិនអត់ត្រូវទេវាអត់ឲ្យទៅមុខទេបាទអូខេអញ្ចឹងកន្លែងនេះគឺវាតម្រូវឲ្យមានតែចន្លោះពី8ខ្ទង់ទៅដល់12ខ្ទង់ណាអូខេយើង register មកអញ្ចឹងនៅពេលដែលយើង register បានសម្រេចគឺវាចូលមកដល់ផ្ទាំងមួយនេះដើម្បីឲ្យយើងធ្វើការបំពេញ KYC អញ្ចឹងនៅក្នុងការបំពេញ KYC គឺវាអត់មានអីជាការស្មុគស្មាញច្រើនទេគ្រាន់តែបងប្អូនធានាថាតញ្ញាណប័ណ្ណមួយមកហើយជាមួយនឹងbank statement បើសិនជាវាតម្រូវការអញ្ចឹងណាអូខេយើងចុច next មកបន្ទាប់មកយើងចុចtick កន្លែងនេះមួយហើយកន្លែងនេះគឺវាត្រូវការឲ្យយើងរើសឯកសារដើម្បីធ្វើការបំពេញបែបបត់អញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំត្រូវការអត្តសញ្ញាណប័ណ្ណគឺខ្ញុំយក national ID ហើយយើង allow to use camera មកបាទអញ្ចឹងនៅពេលដែលបងប្អូនចុច continue វានឹងមានឲ្យយើងscan ឬក៏ឲ្យយើង upload ណាអញ្ចឹងទៅតាមបងប្អូនដែលចង់បានទេបងប្អូនចង់ upload ក៏បានបងប្អូនចង់ take photo reel ក៏បានដែរណាសម្រាប់ខ្ញុំគឺខ្ញុំយក reel ហ្នឹងហើយអញ្ចឹងខ្ញុំនៅធ្វើការ reel ហើយបន្ទាប់មកគឺខ្ញុំថតទាំងមុខទាំងក្រោយបាទនៅពេលដែលវា capture ឲ្យយើងហើយគឺវាចេញទម្រង់បែបនេះយើង continue ហើយបើយើង upload ក៏បានដែរណាយើងចុច continue មកយើងរងចាំវាមកផ្លែតហើយនៅពេលដែលយើងបំពេញត្រឹមត្រូវគឺវា verification successful ទេយើង proceed វាមកអូខេនៅពេលដែលវា proceed មកដល់កន្លែងនេះគឺវាត្រូវការឲ្យយើង upload statement ណាប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំអត់ចង់ upload statement ទេគ្រាន់តែខ្ញុំចង់យកអត្តសញ្ញាណប័ណ្ណដដែលប៉ុន្តែខ្ញុំយកខាងមុខអញ្ចឹងណាខ្ញុំយកខាងមុខហ្នឹងហើយខ្ញុំគ្រាន់តែ upload បែបនេះដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ខ្ញុំយើង use photo មកបាទបងប្អូនចង់ upload bank statement ក៏បានឬក៏ upload ដូចខ្ញុំក៏បានដែរហើយកន្លែងនេះគឺបងប្អូនចុច select មកវាមានឲ្យយើងរើស bank statement utility bill ហើយជាមួយ credit card statement ណា
សម្រាប់ខ្ញុំយក other ដោយសារតែខ្ញុំ upload ជាមួយនឹងអត្តសញ្ញាណប័ណ្ណដដែលហើយបន្ទាប់មកយើងចុច continue អញ្ចឹងសម្រាប់បន្ទាប់គឺយើងនឹងចូលមកដល់ផ្ទាំងបំពេញនៅព័ត៌មានដូចទៅនឹងអត្តសញ្ញាណប័ណ្ណខាងដើមដែលយើងមានហ្នឹងយើងដាក់អីក៏ដាក់មកណាហើយវាមាន username វាមាន account type វាមាន first name អីចឹងទៅណានៅក្នុងហ្នឹងគឺវា refill មានន័យថាវាបំពេញទៅតាមអត្តសញ្ញាណប័ណ្ណនៃអាស័យដ្ឋានរបស់យើងរួចរាល់អស់ហើយគ្រាន់តែយើងត្រូវការបញ្ជាក់បន្ថែមថាតើវាត្រូវទៅនឹងអត្តសញ្ញាណប័ណ្ណយើងអត់ចឹងណាអូខេអញ្ចឹងសម្រាប់នេះគឺយើងដាក់username បងប្អូនចង់ដាក់អីក៏បានដែរសម្រាប់ខាងលើហ្នឹងហើយបន្ទាប់មកយើងរើសបាទអូខេខ្ញុំយកភ្នំពេញអញ្ចឹងកន្លែងនេះគឺខ្ញុំសុំផ្ទាំងនេះគឺខ្ញុំសុំធ្វើការបិទដោយសារតែវាពាក់ព័ន្ធជាមួយនឹងព័ត៌មានឯកជនគ្រាន់តែបងប្អូនមកចូលដល់ផ្ទាំងហ្នឹងបងប្អូនមកពេញអាស័យដ្ឋានធ្វើម៉េចឲ្យដូចនេះមកឲ្យដូចតាញាតបានយើងមកណាហើយបំពេញរួចរាល់បងប្អូនពិនិត្យសារឡើងវិញបើសិនជាត្រឹមត្រូវបងប្អូនចុច submit វាមកបាទនៅពេលដែលបងប្អូន submit រួចរាល់អញ្ចឹងវានឹងធ្វើការ approve ជូនបងប្អូនភ្លាមប្រសិនបើឯកសារបងប្អូនបំពេញបែបបទត្រឹមត្រូវទៅតាមអ្វីដែលជាក់ស្ដែងណាបាទបើសិនជាអត់ទាន់បានត្រឹមត្រូវទេគឺវានឹង pending approval មានន័យថាវានៅ verify ត្រែលប៉ុន្តែបងប្អូនអាចនឹងតំណែងមកខាងខ្ញុំដើម្បីឲ្យខ្ញុំធ្វើការ approve ក៏ដូចជា send នៅឯកសារបងប្អូនទៅខាងលើឲ្យគេ approve ឲ្យអញ្ចឹងណាបាទអញ្ចឹងការ register គឺវាខ្លីបែបហ្នឹងហើយមួយវិញទៀតសោតគឺខ្ញុំចង់បង្ហាញដល់អ្នកគ្នាពាក់ព័ន្ធជាមួយនឹងការបង្កើត MT5 ហ្នឹងហើយសម្រាប់បងប្អូនដែលចេះហើយគឺអត់អីទេអាច skip កន្លែងនេះបានប៉ុន្តែសម្រាប់បងប្អូនដែលមិនទាន់ដឹងអំពីការបើកគណនីរបស់ Linux MT5 ហ្នឹងគឺខ្ញុំនឹងប្រាប់នៅចុងវីដេអូនេះដំបូងពេលបងប្អូន verify ហើយគឺបងប្អូនអាចចូលកន្លែង tray 3នេះមកហ្នឹងហើយបន្ទាប់មកបងប្អូនយក account អញ្ចឹងនៅក្នុង account ហ្នឹងគឺយើងអាចបង្កើតបានច្រើនទៅតាមបងប្អូនដែលចង់បានហើយបងប្អូនចុចសញ្ញាបូកហ្នឹងមកវាមាន MT4 account type ហើយនឹងជាមួយនឹង MT5 អញ្ចឹងយើងរើសយក MT5 ហើយបន្ទាប់មកវាមាន option ដែលយើងអាចធ្វើការយកបានសម្រាប់ option ដែលបងប្អូនធ្វើការ trade មិនថា USD ឬក៏ USC ទេបងប្អូនអស់មកក្រោមយើងយកពាក្យ add1 ណាពាក្យ add1 USD ឬក៏ add1 cent បើសិនជាបងប្អូនចង់ trade account មួយណាអញ្ចឹងណាហើយនៅចុងវីដេអូនេះគឺខ្ញុំចង់បង្ហាញក៏ដូចជាប្រាប់ពាក់ព័ន្ធជាមួយនឹងការ trade នៅ Linux គឺបងប្អូននឹងអាចទទួលបាន commission cashback ឬក៏គេហៅថា rebate ដែលបងប្អូន trade ត្រឡប់ទៅវិញហ្នឹងហើយអញ្ចឹងសម្រាប់ព័ត៌មាន rebate ដែលបងប្អូនចង់ដឹងគឺអាចតាក់ទងខ្ញុំបានហើយខ្ញុំនឹងដាក់ contact នៅក្រោម description link ហើយមួយវិញទៀតគឺ rebate ដែលបងប្អូនអាចទទួលបានគឺនៅក្នុង Linux នេះមួយ lot គឺបងប្អូនអាចទទួលបានចន្លោះពី$6ទៅ$9បាទទៅតាមជាក់ស្ដែងណាហ្នឹងហើយអញ្ចឹងសម្រាប់ account គឺបងប្អូនអាចទទួលបានពី add1 cent ឬក៏ add1 USD អញ្ចឹងសម្រាប់ខ្ញុំឧទាហរណ៍គឺខ្ញុំចង់បាន add1 cent អញ្ចឹងបងប្អូនអាចវាយឈ្មោះមកហ្នឹងហើយបងប្អូនអត់តម្រូវឲ្យ deposit ទេគឺបងប្អូនអាចបង្កើត account បានដូចគ្នាណាពេលដែលបងប្អូនបង្កើតហើយគឺវានឹងឲ្យគណនីបងប្អូនបែបនេះហើយបងប្អូនអាចsave បានហ្នឹងហើយ save បានហើយបន្ទាប់មកបងប្អូនធ្វើការ refresh មកគឺវានឹងមានគណនីជូនបងប្អូនហើយបាទអញ្ចឹង account ខ្ញុំបង្កើតបានមួយហើយអញ្ចឹងបើសិនជាក្នុងលក្ខខណ្ឌដែលបងប្អូនចង់បង្កើត USD បងប្អូនចុចដដែលមកហ្នឹងហើយចុចដដែលហើយយើងយកពាក្យ MT5 យើងយក add1 ដែរប៉ុន្តែយើងយក swap free ណានេះកន្លែងនេះកន្លែង add1 plus ហ្នឹងគឺយើងហៅឆ្លងអាទិត្យឆ្លងថ្ងៃអត់កាត់ swap ទេបាទបើសិនជាបងប្អូនយក advance ធម្មតា
អត់មាន swap free ទេគឺបងប្អូនត្រូវការឆ្លងថ្ងៃឆ្លងទៅគឺវាកាត់ swap ទៅតាមជាក់ស្ដែងណាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងហើយបើសិនជាបងប្អូនមានចម្ងល់អ្វីបន្ថែមគឺអាចតាក់ទង contact មកខ្ញុំផ្ទាល់បានហ្នឹងហើយអរគុណច្រើន